lại một tông như máu nhân nè cái nhé phí nè nè phí 3 4 buồn nèต่อไปយើងបានយល់អំពីមកយល់អំពី box style ហើយកាលពីមេរៀនមុនឥឡូវនេះយើងមកលម្អិតអំពី margin តោះអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់គឺខ្ញុំបង្កើត button មួយណា button មួយទៅហើយខ្ញុំដាក់ពាក្យ button ហ្នឹងឈ្មោះថា submit អូខេដើម្បីអ្នកទាំងអស់គ្នាស្រួលយល់តែតាមពិត box style មិនមែនប្រើសម្រាប់តែ button ទេគឺប្រើសម្រាប់អក្សរទូទៅអញ្ចឹងខ្ញុំបង្កើតបតុងមួយហើយខ្ញុំដាក់class វាដើម្បីហៅ style វាបានគឺយើងដាក់ class វាអញ្ចឹងអ្នកអត់តន់ទៅមើលមេរៀនមុនណាខ្ញុំដាក់ bgn ណាអូខេអញ្ចឹងបតុងហ្នឹងខ្ញុំដាក់ឈ្មោះថា bgn ដាក់ class វាអញ្ចឹងបន្ទាប់អញ្ចឹងមកយើងនឹងចូលទៅកាន់ style ទៅកាន់ style របស់ CSS ហ្នឹងអញ្ចឹងយើងចុច dot មួយមកហើយវាយពាក្យថា bgn ហើយយើងចុះបន្ទាត់បែបនេះដូចរាល់ដងអញ្ចឹងបន្ទាប់មក margin វាផ្ដើមដោយ tab របស់វាគឺវាសរសេរពាក្យថា margin វាអត់មានអីពិបាកទេបងប្អូនគឺសេ margin អញ្ចឹងមកអញ្ចឹងវាមានលេខ4ផ្នែកនៅពីក្រោយហ្នឹងអញ្ចឹងខ្ញុំនឹងសរសេរទាំង4មកឧទាហរណ៍ខ្ញុំដាក់ថា 2px អូខេបន្ទាប់មកខ្ញុំដាក់នេះ 3px អូខេបន្ទាប់មកទៀតខ្ញុំដាក់ប្រហែលខ្ញុំដាក់4អញ្ចឹងឬក៏ហ្នឹងហើយ4ណាអូខេ 4px ហើយបន្ទាប់មកខ្ញុំដាក់នេះ 4px ដែរអូខេតោះអញ្ចឹង margin នៅពេលដែលយើងមើលគឺវា margin 2គឺវារាប់ពីនេះ2 3 4ណាអញ្ចឹងវារាប់មកស្ដាំណា margin តួដំបូងគឺ margin top ណា margin top អញ្ចឹង margin top 2 margin ស្ដាំ3 margin ក្រោម4 margin ខាងឆ្វេង4ណាចាយើងចង់ដឹងថាវាអញ្ចឹងមែនអត់យើងទៅមើលនៅក្នុង inspect ណា inspect អញ្ចឹងនេះនៅក្នុងនេះអូខេយើងយកកន្លែងប៊ូតុងយើងមកអញ្ចឹងនេះឃើញទេ2នេះណា2 3 4